ตาปุกไม้บางโอนบานเพลชให้หรือเนอชมพูกาประมาทเบิงเงระบบปปุปุยจอเสียมจอเฉลียมเปลี่ยนบาแต่บ้านเบิงเงประมาทมาเลยเจ็ดสาบอยงได้เจียปุยซาได้เมียนสันดานจัดละอปุยซาไลทโนเจ๊ใจรำเลได้สลายจะดอยเจ็ดสาตูเตียงไปพบโลกหนังปันได้ปุยซาเสียมนี่ปุยซานี้คือจะปุยซาได้มันเจ้าโนมาให้จัตตาเฉลียนเปลี่ยนเก่งบ่วันประมาทมือเงจะเลยปุยซาយើងដែលជាពុយសាសល្អថ្លៃថ្នូរគោរពស្រឡាញ់សិទ្ធិសេរីភាពបាទស្រឡាញ់សន្តិភាពឡានឹងឡាបាទទន្ទឹមនឹងនេះថ្ងៃនេះគឺខ្ញុំចង់ធ្វើការចែករំលែកក្តីស្រឡាញ់ក៏ដូចជាការរំលឹកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាកុំភ្លេចហើយក៏ដូចជាការចូលរួមជួយគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងមានច្រើនអាណែកមានបន្លែត្រីសាច់មានសាប៊ូមានសម្ភារៈប្រើប្រាស់ផ្សេងដែលកូនខ្មែររបស់យើងអាចនឹងផលិតបានហើយចែកចាយនៅលើទីផ្សារហើយពុកម៉ែបងប្អូនបើសិនណាជាពុកម៉ែបងប្អូនអត់ដឹងថាផលិតផលនៅក្នុងស្រុកមានអីខ្លះអាច comment នៅក្នុងវីដេអូនេះបានហើយខ្ញុំនឹងធ្វើការឆ្លើយហើយនឹងចែករំលែកបន្តទៀតឲ្យពុកម៉ែបងប្អូននឹងបានឃើញបាទតាក់ទងជាមួយនឹងផលិតផលប្រើប្រាស់អាហារត្រីសាច់អីផ្សេងព្រោះថាមែនទែនទៅផលិតផលនៅក្នុងស្រុកធ្វើត្បិតថាតម្លៃថ្លៃជាងការនាំចូលបន្តិចក៏ព្រោះតែមូលហេតុសហគ្រិនរបស់យើងនីមួយនៅក្នុងស្រុកនេះគឺគាត់មានការចំណាយច្រើនទៅលើថ្លៃដើមបាទនឹងការផលិតទំហំទីផ្សារតូចក៏ប៉ុន្តែបរិមាណផលិតតិចតាក់ទងជាមួយនឹងគុណភាពបូករួមសំផងធ្វើឲ្យតម្លៃថ្លៃដើមឬក៏ការលក់ចេញនឹងខ្ពស់ជាងការនាំចូលគឺគេផលិតដើម្បីនាំចេញចឹងនៅក្នុងបរិមាណដែលច្រើនផ្ទុយមកវិញសម្រាប់ផលិតផលក្នុងស្រុករបស់យើងបើសិនជាមានការគ្រប់គ្រងពីពុកម៉ែបងប្អូនច្រើនបរិមាណផលិតរបស់យើងច្រើនច្បាស់ណាស់ថាតម្លៃនៅក្នុងទីផ្សារនឹងសមរម្យសម្រាប់ពុកម៉ែបងប្អូនទិញយកទៅប្រើប្រាស់ប្រកបទៅដោយគុណភាពបាទហ្នឹងគឺតាក់ទងជាមួយនឹងការប្រើប្រាស់ដោយឡែកក៏លេខមកវិស័យកសិកម្មវិញបាទវិស័យកសិកម្មហ្នឹងមានអីខ្លះបាទមានដូចជាជីមានដូចជាថ្នាំលក្ខណៈខ្ញុំឃើញបងប្អូនភាគច្រើនមែនទែនបាទមានការភ្ញាក់រលឹកជាច្រើនជាពិសេសនៅតាមខេត្តនានាបាទផលិតផលរបស់ថៃគឺគាត់ខ្លាចហើយក៏គាត់មិនចង់ឃើញក៏គាត់មិនចង់ទិញក៏ប៉ុន្តែទៅលើជីកសិកម្មមួយថាតើពុកម៉ែបងប្អូនអាចរកជីមួយណាដែលជំនួសជីថៃបានបាទអញ្ចឹងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនក៏លេខមកមើលជីកសិកម្មរុនស៊ីនបាទជាជីល្អមានគុណភាពស្តង់ដាររបស់ប្រទេសសិង្ហបុរីហើយក៏ជាក្រុមហ៊ុនដែលធំនិងចែកចាយវត្ថុធាតុដើមធំជាងគេនៅអាស៊ីដែរយើងមានជីដែលជាជីគីមីមួយសម្រាប់ប្រើប្រាស់ទៅលើដំណាំគ្រប់ប្រភេទទទួលស្គាល់ដោយមន្ទីរពិសោធន៍ជាតិនិងអន្តរជាតិទៅដល់ដៃកសិករតែម្ដងជួយឲ្យទិន្នផលដំណាំរបស់ពុកម៉ែបងប្អូននឹងកើនឡើងចំណាយថ្លៃដើមតិចកាត់បន្ថយនៅជំងឺបាទពេលប្រើប្រាស់ជីរុនស៊ីនទៅជំងឺក៏កាត់បន្ថយបានរហូតដល់ទៅ 60% 70% បាទថ្នាំពុលសត្វល្អិតផ្សេងក៏មិនសូវប្រើប្រាស់ដែរដូច្នេះហើយសួរថាតើក្រុមហ៊ុនបច្ចុប្បន្ននឹងមានរោងចក្រនៅណាបាទក្រុមហ៊ុនបច្ចុប្បន្នយើងមានរោងចក្រ3 2នៅប្រទេសចិនហើយនិងនៅម៉ាឡេស៊ី1ហើយបច្ចុប្បន្ននេះមាននៅប្រទេសកម្ពុជាដែលជាឃ្លាំងយក្សដ៏ធំសម្រាប់ចែកចាយជូនទៅដល់ពុកម៉ែបងប្អូនប្រើប្រាស់បាទតាមតម្រូវការតាមដំណាំប្រើប្រាស់ជីរុនស៊ីនបានទាំងជីមានគុណភាពហើយបានទាំងទំនុកចិត្តការទទួលខុសត្រូវនិងរួមផ្សំជាមួយនឹងបច្ចេកទេសហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺតម្លៃបាទក្រុមហ៊ុនជីកសិកម្មរុនស៊ីនគឺតម្លៃមិនថ្លៃទេបាទមិនថ្លៃទេបើប្រៀបធៀបជាមួយនឹងតម្លៃទីផ្សារទូទៅបាទក្រុមហ៊ុនបានរក្សានៅតម្លៃជីដែលមានសេរីភាពជូនទៅដល់ពុកម៉ែបងប្អូនប្រើប្រាស់ហើយចំណេញប្រើតិចបានផលច្រើនជាចុងក្រោយនេះខ្ញុំបាទណៃវិឆ័យសូមអរគុណសូមជម្រាបលា